លើកមុនណាគឺធ្លាប់សាក់លបងធ្វើអាកោដែលមានរសជាតិស្លឹកតយរួចមកហើយក៏មកសាក់រៀនធ្វើជាមួយនឹងអាកោត្នោតវិញម្ដងដោយសារតែអ៊ីអ្នកចិត្តខាងគាត់បានឲ្យផ្លែត្នោតមួយទុំឈ្ងុយមែនតើនៅពេលដែលឃើញផ្លែត្នោតទុំឈ្ងុយអញ្ចឹងក៏នឹកឃើញដល់នំអាកោត្នោតមិនបងអង្គយូក៏មកសាក់លបងធ្វើទាំងប្រថុយប្រថានណាបងប្អូនអើយលើកទី1ដែលមកសាក់លបងធ្វើនំអាកោត្នោតនេះបកសម្បកហើយយើងលាងទឹកឲ្យស្អាតបន្ទាប់មកគឺយើងឈូសយកសាច់របស់វាជាមួយនឹងកញ្ច្រែងដែលមានប្រឡោះរាងធំបន្តិចបងប្អូនគឺងាយស្រួលនៅក្នុងការឈូសរាល់ហើយសាច់ផ្លែត្នោតមួយផ្លែគឺបានសាច់ប៉ុណ្នេះបងប្អូនបន្ទាប់មកយើងក៏យកដាក់ចូលក្នុងស្បៃដើម្បីយកទៅភ្ជួរសម្រក់ទឹករបស់វាទុករយៈពេល1យប់បន្ទាប់មកគឺយើងយកសាច់ត្នោតរបស់យើងនឹងមកលាយជាមួយនឹងម្សៅអង្ករខ្សាយ150ក្រាមកូរវាឲ្យរាងចូលគ្នាជាមួយនឹងសាច់ត្នោតរបស់យើងបន្តិចយើងក៏ចាក់ជាមួយនឹងខ្ទិះដូងចូលខ្ទិះដូងគឺយើងប្រើចំនួន200មីលីលីត្រស្ករសចំនួន50ក្រាមក៏ប៉ុន្តែត្រង់នេះគឺយើងអាចប្រើជាមួយនឹងស្ករត្នោតបានគឺធ្វើឲ្យនំរបស់យើងនឹងកាន់តែមានរសជាតិឆ្ងាញ់តែបើសិនជាយើងប្រើជាមួយនឹងស្ករត្នោតគឺវាធ្វើឲ្យសាច់នំរបស់យើងនឹងពណ៌រាងក្រមៅឡោះហើយ admin ក៏ប្រើស្ករសចំនួនវិញគ្របថង់ផ្លាស្ទិកទុកមួយឡែកសិនបន្ទាប់មកគឺយើងមកធ្វើជាមួយនឹងទឹកខ្ទិះដែលយើងដាក់នៅក្នុងស្នូលនំប្រើខ្ទិះដូងចំនួន200 ml ម្សៅអង្ករ1ស្លាបព្រាបាយម្សៅពោត1ស្លាបព្រាបាយ1ចុងស្លាបព្រាកាហ្វេទឹកដោះគោខាប់ចំនួន2ស្លាបព្រាបាយហើយស្លឹកតើយផងដែរបន្ទាប់មកគឺយើងកូរវារហូតទាល់តែវាបានឡើងខាប់ល្អមកមើលសាច់នំអាកោរបស់យើងគឺទុករយៈពេលប្រហែលជា 3-4 ម៉ោងអាប់រៀងយូរបន្តិចដោយសារតែសារនេះគឺចង់សាក់លបងធ្វើនំអាកោត្នោតដោយមិនប្រើជាមួយនឹងមេឡាប៉ុន្តែជាលទ្ធផលគឺសាច់នំអាកោរបស់យើងពិតជាមិនសូវឡើងមែននៅពេលដែលយើងអត់បានប្រើជាមួយនឹងមេឡើងហើយ admin ក៏មានត្រៀមជាមួយនឹងកន្ទងរួចរាល់ដើម្បីដួសនំរបស់យើងនឹងយកទៅចំហុយជាដំបូងនេះគឺយើងដាក់តែ1ស្លាបព្រាបាយទេបន្ទាប់មកយើងគោះហើយយើងដាក់ជាមួយនឹងស្នូលខ្ទិះរបស់យើងនឹងចូលបន្ទាប់មកគឺយើងដួសសាច់អាកោរបស់យើងដាក់ពីលើមួយតង់ទៀតដើម្បីលុបជាមួយនឹងស្នូលសម្រាប់ចំនួនផ្លែត្នោតមួយផ្លែហើយនឹងសាច់ម្សៅរបស់យើងនឹង1ខាំកន្លះគឺយើងអាចធ្វើនំបានចំនួន6-7នំទេបងប្អូនដាំទឹកឲ្យពុះហើយយើងធ្វើការចំហុយ40នាទីទោះនំរបស់យើងមិនបានឡើងល្អប៉ុន្តែសម្រាប់រសជាតិវិញគឺថាឆ្ងាញ់មែនតែនមិនជូរមិនល្វីងក្លិនឈ្ងុយផ្លែត្នោតជាមួយនឹងខ្ទិះដូងហើយទុក1ថ្ងៃ2ថ្ងៃក៏សាច់នំរបស់យើងនៅតែមានរសជាតិឆ្ងាញ់ដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានជម្រាបលាបាយបាយ